នេះជាវីដេអូទី4ថ្ងៃទី2ដដែលគឺខ្ញុំចេញពីរីសតទី1ហ្នឹងគឺខ្ញុំទៅរីសតទី2ដែលខ្ញុំយកបានទៅទុកហើយក៏ខ្ញុំបានមកផ្សារក្តាមដើម្បីទិញអីញ៉ាំតិចតួចណាហើយនេះគឺជាទស្សនវិជ្ជានៅផ្សារក្តាមដែលមកចំណុចទូចដែលខ្ញុំថតបានតែតិចតិចទេគឺថាមានភាពអ៊ូអរខ្លាំងមែនតើខ្ញុំទៅថ្ងៃហ្នឹងតាកន្លែងផ្លូវកន្លែងគេលក់ក្តាមហ្នឹងគឺចោហ្មងគឺដោយសារតែមនុស្សច្រើនណែនពេកហើយផ្លូវហ្នឹងគឺទូចខ្ជិលចូលទៅថាចង់ទិញក្តាមទៅញ៉ាំតែស្រ័យស្រួចមកគាត់ថាទៅអង្គុយញ៉ាំកន្លែងគេហ្មងទៅក៏វាល្អដែរបានក្តាមរៀងស្រស់ៗជាងនៅផ្សារដេកចាំហូបមើលទឹកសមុទ្រម្ដងគឺថាស្រស់ស្រាយខ្លាំងមែនតើឥឡូវនេះមកហូបបានមកដល់ហើយគឺខ្ញុំហៅក្តាម1គីឡូហើយនឹងក្តាម1គីឡូហ្នឹងគឺខ្ញុំបំបាយជា2មកចំ1គីឡូស្ងាហើយកន្លះគីឡូទៀតឆាម្រេចខ្ចីអញ្ចឹងឯងភ្លេចបាត់ហើយផងដែរយើងដើរម្នាក់ឯងអញ្ចឹងវាតែកណ្ដោយកណ្ដែងតិចអីយើងញ៉ាំម្នាក់ឯងមើលទេសភាពអញ្ចឹងទៅរៀនទទួលយកអ្វីថ្មីប្លែកដែលយើងមិនធ្លាប់ទទួលដែលយើងមិនធ្លាប់ធ្វើអញ្ចឹងយើងសាកឲ្យបានម្ដងក្នុងមួយជីវិតក៏ល្អដែរថាវារសជាតិមិនសម្រាប់ខ្ញុំគឺពេលដើរម្នាក់ឯងហ្នឹងគឺរសជាតិបែប so lonely ខ្ញុំញ៉ាំឆ្អែតហើយខ្ញុំអត់ចេះត្រាំត្រៃទេខ្ញុំខ្ជិលដេកនៅលេងនឹងណាអញ្ចឹងខ្ញុំមានឲ្យពូតុកហ្នឹងគាត់ជូនខ្ញុំមកអីគេអាកន្លែងនេះគេហៅកាហ្វេលើភ្នំអញ្ចឹងហីហើយទៅក៏គាត់ថាឲ្យចាំគាត់នាំជីជុំកលឹងភ្នំនឹងហ្មងទៅមានអីខ្លះអូចិត្តសឿងណាស្អីក៏ហ៊ានទៅដែរមានខ្លាចគេធ្វើស៊ីឬក៏អីណាក្នុងចិត្តគឺគេល្អទាំងអស់ហ្មងល្អរហូតហ្មងតែគុណបុណ្យណាស់ដែរហ្នឹងគឺជួបតែមនុស្សល្អហ្មងក្នុងជីវិតនេះជីកលឹងភ្នំហ្នឹងវាចូលចង់40នាទី50នាទីលើដល់ម៉ោងរៀងឃ្លានទៀតក៏ឲ្យពូជូនមក The West ភ្លេចតែបាត់ខ្ញុំភ្លេចឈ្មោះបាត់ហើយមកអង្គុយហ្នឹងគឺស្រូបយកខ្យល់បរិសុទ្ធពីទឹកសមុទ្រភីមកកណ្ដាលមុខហ្មងគឺថានេះកន្លែងហ្នឹងគឺទឹកអាលុកវាបក់មកផាំងហ្មងឡើងខ្លាំងចូលដល់មុខច្រើនពេកល្វើយអញ្ចឹងក៏ចូល resort គេងហ្មងទៅហើយនេះគឺជាពេលព្រឹកព្រលឹមកន្លែង resort ហ្នឹងគាត់និយាយបើកទ្វារមកគឺថាមានស្វាតែម្ដងហើយតែបិទទ្វារមិនស្រួលគឺស្វាចូលដល់ក្នុងបន្ទប់ហ្មងព្រោះទ្វារហ្នឹងធំហ្មងហើយខ្ញុំនេះឃើញសត្វមិនបានទេគឺមានជាការហុចចេកហុចផ្លែឈើហុចអីពេញហ្នឹងហ្មងមានអីហុងតែបិទទ្វារអត់តណាស្វាហត់មកឡើងច្រើនមែនតើខ្ញុំអត់បានថតទៅពង20បុកពោះខ្លាចវាចូលមក